Hello សួស្តីអ្នកទាំងអស់គ្នាតើយើងចូលមកមើលលំហាត់របស់យើងចំពោះលំហាត់លើកនេះគឺវារៀងប្លែកពីលំហាត់រហដងបន្តិចទេតែមុននឹងយើងចូលទៅការដោះស្រាយលំហាត់របស់យើងនឹងគឺយើងត្រូវមើលសិនថាតើប្រធានរបស់យើងនឹងគឺគេឲ្យមកឲ្យគេខ្លះហើយនឹងស្វែងរកអ្វីចំពោះប្រធានរបស់យើងនឹងគឺគេឲ្យយើងរកគេឲ្យកន្សោមសនិទានដោយ a គឺស្មើ 2x គីបដាក់ 8x លើ 2x គីបដាក់ 8x ការ៉េបូក 8x យើងគណនាតម្លៃ a ចំពោះ x គឺគេឲ្យមក 2011 គឺគេបញ្ជាក់តម្លៃ x របស់យើងទៀតណាអញ្ចឹងជាដំបូងហ្នឹងយើងដាក់ចម្លើយសិនមកចម្លើយកណនាតម្លៃ a បន្តមកទៀតយើងស្រង់បំរាប់មកចំពោះបំរាប់របស់យើងនេះគឺគេឲ្យយកអាហ្នឹងមកដោះស្រាយណាអញ្ចឹងយើងមានដាក់យើងមានមកយើងមាន a ស្មើជាមួយនឹង 2x គីបដាក់ 8x លើ 2x គីបដាក់ 8x ការ៉េបូក 8xបន្ទាប់ពីស្រង់បំរាប់រួចហើយគឺយើងមកមើលថាតើលំហាត់របស់យើងគឺធ្វើបែបណាជាដំបូងហ្នឹងគឺយើងមកមើលភាគយកសិនចំពោះភាគយករបស់យើងហ្នឹងគឺយើងអាចចាប់អីជាកត្តាបានគឺយើងចាប់ 2x ជាកត្តាអញ្ចឹងយើងចាប់មកយើងដាក់សញ្ញាស្មើសិនណាហើយគូបន្ទាត់អីវាស្អាតឲ្យហើយមក2x គីបយើងចាប់ 2x ជាកត្តានៅសាល x ការ៉េដាក់ 8x យើងចាប់ 2x ជាកត្តាមកនៅសាល 4 គេយកគឺយើងចាប់ 2x ជាកត្តាចុះភាគបែងតែយើងចាប់ប្រមាណជាកត្តាចំពោះភាគបែងគឺយើងចាប់ 2x ជាកត្តាដែរមកអញ្ចឹងយើងចាប់មក 2x អញ្ចឹង 2x គីបចាប់ 2x ជាកត្តានៅសាល x ការ៉េដាក់ 8x ការ៉េចាប់ 2x ជាកត្តានៅសាល 4x បូក 8x ចាប់ 2x ជាកត្តាគឺនៅសាល 4 បន្ទាប់ពីយើងចាប់វាជាកត្តារួចហើយគឺយើងសម្រួលដោយសារភាគយករបស់យើងហ្នឹងក៏មាន 2x ភាគបែងក៏មាន 2x អញ្ចឹងយើងសម្រួល 2x ហ្នឹងមកអញ្ចឹងស្មើយើងសម្រួល 2x ហ្នឹងគឺអស់ហើយណាដាក់វាខិតមកកណ្ដាលបន្តិចមក x ការ៉េដាក់ 4បន្តមកទៀតគឺយើងមើលមកថាតើវាមានចូលរូបមន្តអីអត់ចំពោះភាគយករបស់យើងហ្នឹង x ការ៉េដាក់ 4តែយើងដឹងហើយថា 4 គឺស្មើជាមួយនឹង 2 ការ៉េអញ្ចឹងយើងដាក់វានៅខាងក្រោមទៀតមកដើម្បីឲ្យច្បាស់ដាក់វាច្បាស់មកណាដាក់ 2 ការ៉េលើ x ការ៉េដាក់ 4x បូក 4 x ការ៉េដាក់ 2 ការ៉េហ្នឹងគឺវាចូលរូបមន្ត a ការ៉េដាក់ b ការ៉េស្មើជាមួយនឹង a ដាក់ b កតាឲ្យ a បូក b អញ្ចឹងយើងបំលែងអាហ្នឹងគឺជារូបមន្តហ្នឹងមកអញ្ចឹងយើងដាក់មកស្មើa ដាក់ b តួ x នេះគឺតួ a លេខ 2 ហ្នឹងគឺតួ b អញ្ចឹងយើងបាន x ដាក់ 2 កតាឲ្យ x បូក 2បន្តមកទៀតយើងមកមើលភាគបែងថាតើភាគបែងរបស់យើងហ្នឹងគឺចូលរូបមន្តអីអត់ភាគបែងរបស់យើងគឺវាចូលរូបមន្តនេះអានេះដូចតួចូលរូបមន្ត a ដាក់ b កតាស្មើ a ដាក់ b លើជាការ៉េស្មើជាមួយនឹង a ការ៉េដាក់ 2ab បូក b ការ៉េអញ្ចឹងបើយើងដឹងថាវាចូលរូបមន្តហ្នឹងហើយគឺយើងដាក់នេះមកហ្មងទៅអញ្ចឹងយើងបាន x ដាក់ 2 លើកជាការ៉េ
យើងដាក់ x ដាក់2លើកជាការ៉េបន្តមកទៀតគឺយើងសម្រួលវាមកអញ្ចឹងភាគបែងភាគយករបស់យើងនោះគឺមាន x ដាក់2 x ដាក់2ចំណែកភាគបែងក៏មាន x ដាក់2ដូចគ្នាអញ្ចឹងយើងសម្រួល x ដាក់2និង x ដាក់2មកអញ្ចឹងយើងបាន x បូក2លើ x ដាក់2ដោយសារភាគបែងភាគយករបស់យើងនឹងគឺសម្រួលជាមួយនឹងភាគបែងគឺសម្រួល x ដាក់2ហ្នឹងណាភាគយកគឺមាន x ដាក់2តែមួយទេចំណែកភាគបែងគឺមាន x ដាក់2 2 x ដាក់2លើកជាការ៉េអញ្ចឹងយើងសម្រួលវាមួយមកគឺនៅសល់1បន្ទាប់ពីយើងបានប៉ុណ្ណឹងហើយយើងដឹងហើយថាតម្លៃ x របស់យើងគឺស្មើជាមួយនឹង2011អញ្ចឹងយើងយក2011ចំនួននៅកន្លែង x ហ្នឹងមកអញ្ចឹងយើងដាក់ស្មើកន្លែង x គឺយើងចំនួនដល់លេខ2011បូក2នឹង x 2011របស់យើងហ្នឹងដាក់2ស្មើចាំមកនេះមក2011គឺបូក2គឺបាន2013លើ2011ដាក់2គឺនៅសល់2009អញ្ចឹង a របស់យើងគឺប៉ុណ្ណឹងយើងដាក់ដូចនេះមកគឺលំហាត់យើងចាប់ប៉ុណ្ណឹងហើយដូចនេះ a ស្មើ2013ដាក់ចែកជាមួយនឹង2009